poster digital art នេះគឺខ្ញុំគូរសម្រាប់អគារ TK Central ហើយអគារហ្នឹងគឺខ្ញុំកំពុងតែធ្វើការនៅក្នុងអគារហ្នឹងដែររាល់ថ្ងៃហើយនៅពេលដែលចាប់ផ្ដើមធ្វើហ្នឹងគឺមុនដំបូងគឺចាប់ផ្ដើម sketch នឹងឯងនៅពេលដែល sketch គឺខ្ញុំធ្វើចេញមកប្រតិបបែបនេះប៉ុន្តែដល់ពេលចាក់ស្ដែងគឺខ្ញុំបដូរភ្លាមដោយសារតែខ្ញុំមើលទៅវាអត់សូវឃើញស្អាតចឹងណាបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមសរសេរអក្សរហើយខ្ញុំសរសេរក្នុងកម្មវិធី Procreate បន្តមកទៀតនេះគឺជាអក្សរដែលខ្ញុំសម្រេចថានឹងយកទៅដាក់នៅក្នុង poster របស់យើងហើយខ្ញុំក៏ចាប់ផ្ដើមយកទៅដាក់នៅក្នុងកម្មវិធី Photoshop ហើយនៅពេលដែលខ្ញុំគិតថាពណ៌នឹងអូខេហើយខ្ញុំក៏ចាប់ផ្ដើម merge layer ទាំងអស់បញ្ចូលគ្នាហើយខ្ញុំចូលចិត្តធ្វើឲ្យ poster នឹងរាងភ្លឺៗអញ្ចឹងខ្ញុំចាប់ផ្ដើមយក tool មួយនេះដើម្បីយកមកផាត់វាតិចៗទៅដើម្បីឲ្យ poster យើងនឹងវាឃើញភ្លឺៗអញ្ចឹងណាអញ្ចឹងនៅពេលដែលផាត់បានប៉ុណ្ណឹងហើយគឺខ្ញុំបន្ថយ opacity នៅសល់ត្រឹមតែ50ទេជន់ពីលើ layer ចាស់របស់យើងនឹងហើយសម្រាប់សម្រួលជាចុងក្រោយមកនេះគឺជាលទ្ធផល final របស់យើង